dương này cứ đòi hỏi dương bàn tranh bàn pi ngày ấy chụp linh vào dương cứ ngày chỉ đọc 4 là ngày chỉ đọc 5 khơi tha này ngày chỉ đọc 4 giờ mấy khơi tha xài sập 7 nè bàn mở khởi bàn lấy xài sập nè chiến chẳng ngày chỉ đọc 4 lòng vào đấy ngày đến ngày chỉ đọc 5 nhưng ca bị mỏng hay chỉ mong mùi mong pí nhưng tranh từ một lần tiết khơi nhập ông ôn trôi mau khóc thòn lên trơn comment đặt video màu hay khơi tha và sân chỉ YouTube channel phải dương và cả thông mấy đó cứ mình nghe miếng đẹp mơ điហើយក៏មានអ្នកមក subscribe មក comment មក view មក like មកអីដែរអញ្ចឹងវាធ្វើឲ្យ channel យើងកប់ទៅក្នុងដីហាក់បីដូចជាដុំថ្មមួយដុំអញ្ចឹងណាប៉ុន្តែនៅក្នុង YouTube link នៅពេលដែលយើងលេងនេះគឺវាជួយ channel របស់យើងឲ្យមានភាពរស់រវើកពេលដែលយើងបង្កើតឡើងអញ្ចឹងដើម្បីឲ្យយើងមានភាពល្បីឈ្មោះខ្លះនៅពេលដែលយើងបង្កើត channel តើយើងលេង YouTube link អញ្ចឹងតែបើយើងអត់លេងទេគឺ channel របស់យើងងាប់ស្ដោកណាដូច្នេះបងប្អូនដែលលេងនេះគឺវាល្អហើយបងប្អូនលេងមួយ channel ហើយសូមប្រកាសប្រាប់បងប្អូនថាយើងលេងតែមួយ channel ទេលុះត្រាតែមានការអនុញ្ញាតពីខ្ញុំដែលយើងត្រូវប្រកាសដូរ channel ទាំងអស់គ្នាដើម្បីជួយគ្នាតទៀតទើបយើងប្រើ channel ថ្មីឃើញបងប្អូនខ្លះយក channel ផ្សេងយកមកដាក់ទៀតអញ្ចឹងកុំដាក់ channel ផ្សេងហើយយើងផុសបានតែវីដេអូតែមួយទេក្នុងមួយថ្ងៃក្នុងមួយផុសនេះគឺបងប្អូនអាច comment វីដេអូតែមួយរបស់បងប្អូនទេកុំ comment វីដេអូច្រើន comment URL របស់វីដេអូកុំ comment URL playlist ណា playlist របស់បងប្អូនអាចមាននេះប៉ុន្តែយើងអត់យក playlist មកដាក់ទេយើងយកវីដេអូយកមកដាក់តែម្ដងណាគេណាដាក់ playlist គឺវាអត់focus ទៅលើវីដេអូណាមួយទេអញ្ចឹងបងប្អូនយក URL របស់វីដេអូយកមកដាក់ល្អជាងណាអូខេដូចណាគេដាក់ playlist ព្រឹកមិញអត់ថ្ងៃមិញអញ្ចឹងមិនដាក់ playlist ទេដាក់វីដេអូតែម្ដងមកហើយយើងជួយគ្នាទៅវិញទៅមកកន្លែងហ្នឹងគឺវាជារឿងប្រសើរខ្លាំងណាស់សម្រាប់ឲ្យវីដេអូរបស់យើងមានប្រជាប្រិយភាពចាប់ផ្ដើមមានប្រជាប្រិយភាពហើយបងប្អូនណាដែលចេះធ្វើ live hack ស្រាប់ហើយធ្វើវីដេអូដូចខ្ញុំនេះមកខ្ញុំធ្វើវីដេអូខ្លួនឯងនឹងចូលទៅ view ទៅឃើញវីដេអូ live hack របស់ខ្ញុំដែលខ្ញុំធ្វើខ្លួនឯងលេងhack តាមផ្សារតាមម៉ាតថតលេងហ្នឹងណាហើយស្អែកក៏ខ្ញុំដាក់វីដេអូបន្តទៀតអញ្ចឹងថ្ងៃនេះយើងមានមេរៀនមួយកុំតន់អាចចូលដល់មេរៀនគឺយើងនិយាយ term សិនអញ្ចឹងបងប្អូនណាដែលលេងគឺផុស URL នៃវីដេអូរបស់ខ្លួនឯងអញ្ចឹងមកហើយកុំចេះតែផុសឲ្យគេមើលរបស់គេសិនណាមើលរបស់គេពីលើមកឲ្យបានច្រើនឲ្យអស់សិនទៅសូមផុសរបស់យើងហើយមិនសិនឈ្មោះអ្នកណាដែលយើងនេះមកនេះហ្នឹងយើងបានលេងជាមួយហ្នឹងគឺមិនសិនមកដើម្បីគេជួយមក like ជួយមកនេះអូខេអញ្ចឹងដូចខ្ញុំនេះខ្ញុំបាន mention ឈ្មោះមួយចំនួនហើយនេះលេងពីលើមកគឺខ្ញុំ like ខ្ញុំ comment ឲ្យហ្នឹងគាត់ចូលមក comment គាត់ចូលមក view like និង subscribe ឲ្យយើងដូចគ្នាដែរអញ្ចឹងទេបងប្អូនអាចប្រើវិធីសាស្ត្រហ្នឹងដើម្បីជួយឲ្យ channel របស់បងប្អូនមានប្រជាប្រិយភាពសិនតែអញ្ចឹងទេគឺវានឹងមកមួយទៀតនេះវាងាប់ស្ដោកដូចអីចឹងណាហើយយើងក្នុងនេះគឺក្នុងន័យយើងធ្វើជាមនុស្សល្អយើងជួយគ្នាទេហើយវាក៏មិនខូចខាតអីសម្រាប់បងប្អូនដែរព្រោះ channel របស់យើងគឺមិនទាន់ឲ្យ monetize ទេសម្រាប់ channel ទាំង5ហ្នឹងអត់ទុកវាចោលសិនឲ្យវាមានប្រជាប្រិយភាពឲ្យវាមានវីដេអូមានអីចឹងបើ channel របស់យើងបង្កើតខ្លួនឯងទៅយើងដាក់មកវីដេអូងាយបាន popular អញ្ចឹងយើងហើយដល់មាន10 20វីដេអូនៅក្នុង channel ហើយស្រាប់តបមកយើងមាន view មានអីមាននេះចឹងទៅដល់ពេលយើងដាក់វីដេអូថ្មីរបស់យើងទៅគឺវាចាប់ផ្ដើមមានប្រជាប្រិយភាពតែម្ដងចាប់ផ្ដើមមាន view ចាប់ផ្ដើមមានអីហ្មងណាដល់ពេលដែលយើងមាន view ហើយគឺយើងអាច monetize បានពេលដែលយើងអាចបង្កើត channel ថ្មីមួយដាក់វីដេអូថ្មីហើយសុំ apply យក AdSense ហើយអញ្ចឹងទៅ
ហើយយើងconnect AdSense account មក channel ចាស់របស់យើងមកសម្រាប់វីដេអូរបស់គេយើងអត់ monetize ទេយើង monetize វីដេអូរបស់ខ្លួនយើងដូចជាវីដេអូរបស់ខ្ញុំនេះអញ្ចឹងនេះវីដេអូនេះអាច monetize បានដោយសារខ្ញុំធ្វើខ្លួនឯងណាតែបងប្អូន download យកវីដេអូពីគេមកគឺมันអាច monetize បានតែម្ដងគឺកុំ monetize សោះកុំឲ្យខូច channel ណាទុកវាជា popularity បានហើយអូខេយើងនឹងចូលដល់មេរៀនថ្មីបងប្អូនណាអត់ទាន់បានលេងចូលមកលេងមកព្រោះល្អជប់រៀងនេះវាសុវត្ថិភាពគ្រាន់បើវាមានបញ្ហាអីទេ IP ខុសគ្នាកុំព្យូទ័រខុសគ្នាចូលមក view ឲ្យគ្នា comment អីចឹងមកវាល្អតិចទៅហៅលេងកន្លែងណាផ្សេងគ្មានទេហើយក៏មិនមានអ្នកស្មោះត្រង់ដោយគ្រូរបស់យើងចឹងដែរណាអូខេអញ្ចឹងយើងនឹងជួបគ្នានៅក្នុងមេរៀនថ្មីមួយទៀតក្នុងការបង្កើតវីដេអូថ្មីតើបង្កើតដោយរបៀបណាបង្កើតដល់យ៉ាងម៉េចគឺខ្ញុំនឹងចេញមេរៀននេះឲ្យបងប្អូនងាយស្រួលជាងមុនទៅទៀតហើយកាន់តែស្រួលទៅទៀតក្នុងរយៈពេល1ខែហ្នឹងខ្ញុំជឿថាបងប្អូនអាចបង្កើតវីដេអូបានហើយអាចឃើញប្រាក់ចំណូលនៅក្នុងខែហ្នឹងហើយគ្រាន់តែថាដកវាមិនទាន់បានប្រាក់ចំណូលហ្នឹងក៏បន្តិចឬក៏ច្រើនតែប៉ុណ្្នឹងឯងតាមតែ popularity នៃវីដេអូរបស់យើងឯងអញ្ចឹងខែទី2អាចមើលឃើញលុយតិចហើយហើយវាជាដើមចមកវាជាប្រភពនៃលុយយើងឃើញតិចមែនប៉ុន្តែវាជាប្រភពដែលនាំឲ្យយើងទៅរកមានបានថ្ងៃក្រោយណាអូខេបងប្អូននេះគឺជា channel ថ្មីរបស់ខ្ញុំខ្ញុំអត់សូមបង្ហាញឈ្មោះទេដោយសារតែវាចាប់ផ្ដើមចេញថវិកាមកហើយខ្ញុំបានភ្ជាប់ជាមួយនឹង Google AdSense account channel ថ្មី last 28ថ្ងៃមុនហ្នឹងគឺវានេះខ្ញុំចាប់ផ្ដើម monetize ហើយនេះ graphic វាចាប់ផ្ដើមឡើងហើយនេះ view ចាប់ផ្ដើមឡើងហើយ earning ចាប់ផ្ដើមឡើងហើយ28ថ្ងៃមុនហ្នឹងគឺវាបាន$42អញ្ចឹងវានឹងឡើងច្រើនទៅដោយសារវា popular ទៅហើយវីដេអូខ្ញុំដាក់ប្រហែលជា70វីដេអូជាងហើយវីដេអូពីដំបូងគឺវីដេអូយើងអត់សូវចេះធ្វើយើងធ្វើរៀងសាមញ្ញធម្មតាដល់ពេលថ្មីមកគឺឃើញវីដេអូរបស់យើងកាន់តែប្រសើរឡើងទៅយើងឃើញថាមាន view ប៉ុណ្ណេះមានទឹកប្រាក់ដែលយើងរកបានហ្នឹងប្រហែលជាខ្ញុំ monetize ចិត្តមួយខែហើយមួយថ្ងៃបានប្រហែលជា$3-4ដែរ channel ថ្មីអញ្ចឹងណាបើ channel នឹងចាស់ទៅយើងដាក់វីដេអូច្រើនទៅហើយវា popular ទៅគឺវាអាចឡើងដល់មួយថ្ងៃ10 20 30 40 $50 $100ទៅតាមហ្នឹងហើយឥឡូវវាបានមួយថ្ងៃ$3 $4 $5 $3អញ្ចឹងវាចាប់ផ្ដើមយើងឃើញថាវាតិចមែនប៉ុន្តែគឺវាចាប់ផ្ដើមអាចរកប្រាក់ចំណូលបានហើយមានអ្នក like វីដេអូប៉ុណ្នេះមាន dislike ប៉ុណ្នេះមាន comment 83មាន share ប៉ុណ្នេះវីដេអូនៅក្នុង playlist ស្អីគេទេ subscriber 400នេះ subscriber ក្នុងរយៈពេល28ថ្ងៃហ្នឹងតែ subscriber សរុបរបស់យើងគឺមានជិត 1000 នាក់ហើយអូខេហើយមាន subscriber ពីវីដេអូរបស់យើងទៅណាអញ្ចឹងអ្នកដែលមើលវីដេអូហ្នឹងគឺប្រហែលជា3នាទីជាទូទៅអូខេអញ្ចឹងឃើញចាប់ផ្ដើមចេញលុយហើយវាអាចទៅមុខបងប្អូនព្យាយាមធ្វើហើយដើរទៅមុខឲ្យឃើញលុយបន្តិចអញ្ចឹងសិនចឹងឲ្យឃើញ$3-4មួយថ្ងៃ$1 $2 $3-4ឡើង5ឡើង10ឡើង20ឡើង50ឡើងកាន់តែច្រើនទៅឲ្យបងប្អូនធ្វើចឹងក្នុងរយៈពេល2ខែហ្នឹងបងប្អូនដាក់នេះធ្វើទៅគឺចេញលុយហើយវាអត់នេះទេហើយអ្វីដែលយើងធ្វើគឺយើង focus ទៅលើ viral video ទៀតអាចចេញច្រើនថ្ងៃក្រោយសំខាន់បងប្អូនអាចត្រូវតែខិតខំហើយចេះជួយខ្លួនឯងណាផលិតវីដេអូឲ្យបានល្អយើងនឹងរៀនអំពីការផលិតវីដេអូបន្តិចទៀតនេះគ្រាន់តែជា clip មួយដែលខ្ញុំចង់បង្ហាញបងប្អូនថាវាទៅរួចវាមកតែទៅរួចហើយ channel នេះគឺថ្មីខ្ញុំអត់បានលេង Tube Ring ខ្ញុំអត់បានលេងអីទាំងអស់គឺ channel ធ្វើដោយដៃធ្វើពីនេះទៅសម្រាប់ investigate សម្រាប់ការរៀនសូត្រសម្រាប់យក experience មកសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាមើលណាអូខេយើងនឹងចូលជួបគ្នានៅវីដេអូមេរៀនមួយទៀតអូខេបងប្អូនទាំងអស់គ្នានៅក្នុងមេរៀននេះយើងនឹងរៀនអំពី topic មួយវិធីសាស្ត្របង្កើតវីដេអូថ្មីដោយបងប្អូនមិនបាច់ចាំថតវីដេអូដោយខ្លួនឯងអញ្ចឹងយើងចាប់អារម្មណ៍ចំពោះពាក្យថា common creative video search មួយនៅលើ YouTube អូខេយើងមើលតានេះគាត់និយាយតិច how to find and reuse creative common video on YouTube
Stay tuned until the end of the video where I'll give you some tips on how to Okay use នេះគឺជាបងប្អូនណាយល់អង់គ្លេសបងប្អូនអាចចូលមកមើលបានគាត់ប្រាប់ពីវិធីសាស្ត្រពីរបៀបហ្នឹងប្រើក្នុង comment creative video ហ្នឹងដើម្បីយកមកប្រើប្រាស់បានអូខេអ្វីទៅជា comment creative comment យើងហៅថា CC video នេះគឺជាមេរៀនដែលមានសារៈសំខាន់មួយដែលបងប្អូនត្រូវទៅដឹងហើយភាគច្រើនគឺមនុស្សគឺអត់ដឹងទេហើយគឺវាជាមេរៀនដ៏មានតម្លៃមួយវាអាចថាមានតម្លៃរាប់រយដុល្លារទៅហើយមេរៀនមួយនេះតែបងប្អូនអត់ដឹងតែអ្នកដែលដឹងគឺបានប្រើច្រើនឧទាហរណ៍ថាបងប្អូនចង់បានវីដេអូទាក់ទងនឹងបាល់ទាត់អូខេ best shooting soccer អូខេយើងនិយាយពីបាល់ទាត់យើងឃើញថានៅក្នុងបាល់ទាត់មានវីដេអូច្រើនណាស់ហើយមានមិនត្រឹមតែបាល់ទាត់ទេវីដេអូ shoot cat shoot puppy ស្អីផ្សេងៗក៏ដោយ dog training ក៏ដោយសពបែបយ៉ាងណាវីដេអូ compilation អីផ្សេងៗមក satisfying វីដេអូដោយគឺគេកប់អាចកាត់តពីក្នុងនឹងមកបានដែរតែយើងទៅរក CC comment creative video នឹងពីណាមកយើងមើលនៅលើ filter ណាវាដាក់កន្លែងនេះថា creative comment នៅក្នុងកុំព្យូទ័របានឃើញក្នុងទូរស័ព្ទអត់ឃើញណាយើងចុចទៅលើ creative comment យើងនឹងឃើញវីដេអូរហូតដល់ 4000 វីដេអូតាក់ទងទៅនឹងបាល់ទាត់ហ្នឹងនេះគឺជាសុទ្ធតែវីដេអូដែលបងប្អូនអាចយកមកប្រើប្រាស់បានអ្វីទៅជា creative comment video តើយើងប្រើប្រាស់ creative comment video ដើម្បីធ្វើអ្វីតើវាមានអត្ថប្រយោជន៍អីខ្លះសម្រាប់កិច្ចការងារដែលយើងធ្វើ YouTube channel និងការរកឃើញលើ YouTube ចម្ងល់ទាំងអស់ហ្នឹងនឹងត្រូវបានស្រាយបំភ្លឺនៅក្នុង slide របស់យើងជាបន្តទៅទៀតអូខេខ្ញុំសូមធ្វើការ search ផ្សេងមួយទៀតសិនឧទាហរណ៍ថា fruit carving គឺការឆ្លាក់ផ្លែឈើយើងឃើញថាវាមានរហូតដល់ទៅ 94000 វីដេអូតែបើសិនជាយើងclick ទៅលើ creative comment វាមាន 1140 វីដេអូសុទ្ធតែជាវីដេអូទាក់ទងនឹង fruit carving ទាក់ទងនឹងការឆ្លាក់ផ្លែឈើតើវាមានប្រយោជន៍អីសម្រាប់យើងតិចទៀតយើងនិយាយក្រៅពីហ្នឹងឧទាហរណ៍ថា cute cat video មានច្រើនណាស់25លានតែបើបងប្អូន click ទៅលើ creative comment គឺវាមាន 6000 វីដេអូនេះសុទ្ធតែជាវីដេអូដែលបងប្អូនអាចយកមកប្រើប្រាស់បានប្រើយ៉ាងម៉េចគឺយើងនឹងជួបគ្នាបន្តទៀតមិនមែនមានតែនេះប៉ុណ្្នឹងទេវាមានច្រើនតទៅទៀតសម្រាប់បងប្អូនអាចធ្វើបានអញ្ចឹងចាប់ពីថ្ងៃនេះទៅបងប្អូនមើលមេរៀននេះចេះបងប្អូនអាចប្រើប្រាស់វីដេអូនឹងបានមិនបាច់ចាំ download វីដេអូពីគេមិនបាច់ចាំ upload ទៅម្ដងទៀតទេវីដេអូ10ជាងដែលបងប្អូន50ដែលបងប្អូន upload ហ្នឹងគ្រាន់តែជា game មួយក្នុងការផ្ដល់ឱកាសឲ្យបងប្អូនអាចធ្វើឲ្យ channel popular បានថ្ងៃក្រោយពេលដែល popular បងប្អូននឹងលុបចោលហើយប៉ុន្តែវីដេអូដែលខ្ញុំបរៀនបងប្អូនធ្វើពេលនេះបងប្អូនមិនបាច់លុបចោលក៏បានដែរទុកវាមួយជីវិតឲ្យវា popular នៅលើឲ្យវាជួយឲ្យ channel របស់យើង popular បានណាហើយវាអត់មានជាប់ជាពាក់ជាប៉ុន copyright អីទាំងអស់ទៀតដោយសារតែយើងធ្វើត្រូវណាអូខេខ្ញុំសូមបញ្ចប់វីដេអូតែប៉ុណ្្នឹងសិនយើងនឹងជួបគ្នាក្នុង slide តែម្ដងអូខេសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាមេរៀនសំខាន់មែនទែនដែលកម្រមានអ្នកណាដឹងកម្រមានអ្នកណាបង្រៀនប៉ុន្តែថ្ងៃនេះសុគូហុងនឹងបង្រៀនដល់អ្នកបងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងចំណុច3ទី1អ្វីទៅជា common creative license នៅក្នុងវីដេអូតើយើងប្រើប្រាស់វីដេអូ common creative នឹងយ៉ាងដូចម្តេចខ្លះនៅក្នុង channel របស់យើងតើយើងបង្កើតវីដេអូមួយពី common creative video ហ្នឹងដោយរបៀបណាអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងត្រូវដឹងសិនថាអ្វីទៅជា common creative license common creative license គឺខ្ញុំនិយាយខ្លីតែម្ដងនេះគឺខ្ញុំ copy statement នេះពី Google មកទេគឺជាច្បាប់របស់គេមានន័យថាគឺជាវីដេអូដែលគេ upload ទៅលើ YouTube គេផ្ដល់សិទ្ធិឲ្យយើងយកមកកាត់តយកមកប្រើប្រាស់គឺគេអនុញ្ញាតគឺគេផ្ដល់និស្សិតឲ្យយើងប្រើវីដេអូហ្នឹងបង្កើតវីដេអូថ្មីហើយជាទូទៅគឺវានឹងដាក់ credit អូតូម៉ាទិកទៅឲ្យម្ចាស់ដើមគេថាជា common creative
dương bậc cao video tham mấy nắng đòi pro video kế ta mà dạng video editor dương đừng trâu từ pro brand tình chân dương trong stop sực đây máu cứ dương trong ban video tham mấy mũi rồi dương bạch bậc cao video luôn anh đấy cứ dương vô video kế đam đòn tái vì cho copyright để đời xa tái cái bắt đầu sức ao dương pro video từng nô tái dương pro đôi đây ta dương ở bậc cao video đôi đấy dương chụp kia nó không slide bắt top tiền cũng ở về về nè chân dương pro video đôi dương ai pro vía chỉ là cái video compilation dương cho tới edit vía nó không YouTube tại một đón cứ cái ao tool xem edit tại một đón lên YouTube chân dương compile video để đôi kia là máu đôi bong ôn đăng hỏi tham most satisfying video bong ôn vô download bọc kê mà bờ bên này cứ dương lên download bọc kê ấy cứ dương vô video để cái process ở dương pro thì mà đó mình đặt lên channel của dương hơi dương ở copy ở xa tại YouTube chỉ nẹp vào ở dương nè chân dương đang compile chỉ video rồi pro cc video là ngày dương ai vô video nâng từ monetize ban lụ product bỏ dương lụ affiliate product đôi chỉ Clickbank đôi chỉ Amazon ban chân mà tham bóng ôn trong lụ ở vẹn mùiจะต้องการวิดีโออีคอร์สจะต้องดอกเทรนนิ่งเลยคลิกแบงบางคนอาจเธอวิดีโอนั่งบ้านโยวิดีโอซีนั่งมาเฟอร์หายลวก affiliate product นั่งบ้านบางคนอาจเฟอร์บ้านบนท้ายบางสันจียังอัดได้ฟอร์เฟอร์อัดได้โยดังยมเนี่ยดังคันดังเต้ยมดังทับบางคนนึกเสาไอ้นักอะไรนั่งจังก็มันอาจลวกบ้านได้ไว้ได้ยังโยมาเปล่าปลั๊กคือยังเปล่าปลั๊กแมป channel พอยังแต่ตอนนี้ affiliate ก็ product ไอ้เซ็งแต่ยังจังลวกคือยังถือศึกษาvề จุบันสันนะจังวิดีโอต่างๆนั้นยังanhมาประกาศจะมาให้ยังanhลวก product บ้างยังanhធ្វើឲ្យ channel របស់យើង popular មានប្រជាប្រិយភាពដោយមិនបាច់ចាំបង្កើតវីដេអូខ្លួនឯងមិនបាច់ចាំនឿយហត់ក្នុងការបង្កើតវីដេអូបានទាំងអស់នោះទេដោយយើងយកវីដេអូ CC ហ្នឹងមកប្រើតែម្ដងណាយើងប្រើវីដេអូនេះនៅក្នុង Shubring ព្រោះ Shubring វាជួយឲ្យវីដេអូហ្នឹងមានប្រជាប្រិយភាពមាន view មាន comment រុញវីដេអូហ្នឹងឲ្យគេចូលមកមើលច្រើនអញ្ចឹងយើងប្រើវីដេអូនេះមកជីវិតនៅក្នុងនេះបាន channel របស់យើងបានណាយើងអាចទុកវីដេអូហ្នឹងនៅក្នុង channel របស់យើងជារៀងរហូតដោយមិនមានបញ្ហាអីណាអូខេនេះគឺជារបៀបនៃការប្រើយើងយកវាមកប្រើបានយើងយកមក compile ជាវីដេអូដាក់ក្នុង channel របស់យើងអាច monetize ជាមួយនឹងបើសិនយើងលក់ product ខ្លួនឯងយើងលក់ course ខ្លួនឯងយើងលក់អីខ្លួនឯងឬក៏យើងលក់ affiliate បានហើយយើងអាចនាំប្រជាប្រិយភាពឲ្យ channel របស់យើងបានតាមរយៈវីដេអូទាំងអស់ហ្នឹងដោយមិនបាច់ចាំបង្កើតវីដេអូខ្លួនឯងហត់ណាហើយយើងអាចប្រើវីដេអូហ្នឹងដាក់ក្នុង Shubring ដើម្បីវាមានប្រជាប្រិយភាពជាជាងយើងយកវីដេអូយើង download upload ហ្នឹងថ្ងៃក្រោយយើងគង់តែលុបចោលដែរណាយើងអាចទុកវីដេអូហ្នឹងជារៀងរហូតនៅក្នុង channel បានបើសិនជាមិនមានការបញ្ហាអីជាមួយនឹង Google ណាព្រោះ Google បានផ្ដល់សិទ្ធិឲ្យអាហ្នឹងប៉ុន្តែត្រូវច្បាស់ថាកុំ monetize ជាមួយនឹង AdSense វីដេអូហ្នឹងណាចឹងពេលដែលយើងដាក់វីដេអូហ្នឹងនៅក្នុង channel របស់យើងហើយយើងចង់ monetize បិទ monetize វីដេអូហ្នឹងព្រោះហេតុអីបានជាយើងបិទ monetize ពីព្រោះវីដេអូនេះជួនកាលទៅម្ចាស់គេ monetize ហើយអញ្ចឹងវាអាចចេញ ad មកលើ channel របស់យើងបានប៉ុន្តែ revenue គឺលុយគឺចូលទៅក្នុងម្ចាស់គេណាតែវីដេអូហ្នឹងគឺយើងអាចប្រើប្រាស់បានសួរថាវាញ៉ៃញ៉ៃវាអត់ញ៉ៃញ៉ៃទេព្រោះ Google វាដឹងខ្លាំងណាស់ YouTube វាដឹងខ្លាំងណាស់ពីរឿងហ្នឹងនេះគឺជាវិធីសាស្ត្រក្នុងការប្រើប្រាស់ក្នុងការនៃវីដេអូ Common Creative វីដេអូ Common Creative គឺជាវីដេអូមានរាប់លានវីដេអូដែលគេផ្ដល់សិទ្ធិឲ្យយើងប្រើប្រាស់អញ្ចឹងយើងមិនបាច់ចាំទៅ break license ផងណាទេគឺយើងយកវីដេអូដែលគេអាចអនុញ្ញាតឲ្យយើងប្រើតែម្ដងណាយើងចូលទៅមើលនៅក្នុងនេះបន្តិចអូខេតែយើងបង្កើតវីដេអូនឹងដោយរបៀបណាខ្ញុំនឹងបង្កើតឲ្យមើលបន្តិចខ្ញុំធ្វើលឿនដើម្បីឲ្យបងប្អូនឆាប់នេះមើលខ្ញុំបង្កើតលើ YouTube យើងមិនបាច់ចាំត្រូវការ upload ទេវីដេអូនឹង process automatically បន្ទាប់មកវានឹង go live ខ្លួនវានៅលើ YouTube យើងអាចបង្កើតវីដេអូមួយសម្រាប់ channel មួយនៃ channel ទាំង5របស់យើងអញ្ចឹងមួយថ្ងៃយើងអាចបង្កើត5វីដេអូពី Common Creative ហ្នឹងដាក់នៅក្នុង channel មួយណាហើយយើងយក channel របស់យើងមកលេង Shubring ម្ដងមួយណា
បច្ចុប្បន្នហ្នឹងយើងលេង channel ទី1សិនអូខេមើលខ្ញុំបង្កើតកន្លែងនេះសំខាន់បងប្អូនចូលទៅក្នុងចុចទៅលើ upload ជាទូទៅពេលដែលបងប្អូនចុចទៅលើ upload បងប្អូននឹងមើលឃើញនេះកន្លែងខាងស្ដាំនេះគឺគេដាក់ថា photo slideshow ហើយនឹង video editor យើងចុចលើ video editor អូខេវាចូលមកក្នុងនេះកន្លែងនេះនេះគឺជាវីដេអូដែលខ្ញុំ edit មិញលេងវាសេក្នុងតារាអូតូម៉ាទិកខ្ញុំនឹង search នេះកន្លែងនេះវាដាក់ថា CC យើងចុចលើ CC មានន័យថា Common Creative ជា license ដែលផ្ដល់ឲ្យពីម្ចាស់វីដេអូដទៃទៀតឲ្យយើងប្រើប្រាស់វីដេអូទាំងអស់ហ្នឹងវីដេអូ Common Creative មានច្រើនណាស់នេះចុះទៅគឺមានរាប់លានវីដេអូតែយើង search រកវីដេអូណាដែលយើងពេញចិត្តឧបមាថា cute cat យើង search មក enter search គឺវានឹងចេញ cute cat មកនេះណាចុះក្រោមវាចេញទៀតចុះក្រោមចេញទៀតចេញរាប់ពាន់វីដេអូណាមានរាប់ពាន់វីដេអូចេញទៀតឃើញទេអញ្ចឹងយើងជ្រើសរើសណាថាមានឆ្មាមួយណាដែលគួរឲ្យស្រឡាញ់អត់ក្នុងនេះយើងមើលរូបភាពណា clean អូខេនេះយើង drag មកមួយមកចាប់ទាញវាមកដាក់ហ្មងយើងអាចមើលវីដេអូនឹងបាននៅក្នុងនេះបើសិនបងប្អូនអត់ពេញចិត្តបងប្អូនអាចលុបចេញបានអញ្ចឹងបើបងប្អូនចង់មើលវីដេអូហ្នឹងគឺចុចនៅលើវាទៅគឺវា pop up ចេញមកនេះវា pop up គឺវាចេញមកនៅក្នុងនេះតែម្ដងអូខេ cute cat ជាមួយនឹង baby ណាចឹងយើងគិតថាអូយើងយកវីដេអូហ្នឹងឯងទាញវាយកមកដាក់ខាងក្រោមហើយបងប្អូនអាចកាត់តវាបានកាត់ទៅចង់ split បានចង់អីក៏បានដែរលេងវាតិចទៅចេះហើយបាន30វិនាទីអូខេបានខ្ញុំយកវីដេអូហ្នឹង30វិនាទីខ្ញុំចង់ដាក់វីដេអូបន្ថែមទៀត compile វីដេអូអញ្ចឹងល្អចុចមកលើបន្ទាប់នេះមកហើយវាចេញមកទៀតឃើញទេអញ្ចឹងយើងហើណាទៀតអូខេខ្ញុំយកនេះមួយទៀតហើយខ្ញុំកាត់វាខ្ញុំអត់បានប្រើពេលយូរដោយសារខ្ញុំចង់ធ្វើលឿនឲ្យបងប្អូនមើលខ្ញុំអត់បានមើលវីដេអូនឹងម្ដងមួយថាកន្លែងណាល្អកន្លែងណាមិនល្អទេព្រោះកន្លែងនេះខ្ញុំធ្វើលឿនណាខ្ញុំយកវីដេអូនេះមួយទៀតទាញវាយកមកដាក់បងប្អូនត្រូវមើលសិនដើម្បីមុននឹងទាញវីដេអូណាមួយតើវាស្អាតអត់ល្អអត់ណាអញ្ចឹងបានហើយខ្ញុំចង់ដាក់វីដេអូមួយទៀតឧទាហរណ៍នេះទាញដាក់មួយទៀតអូខេខ្ញុំអត់យកទេក្បាលតែតវាចេញរបស់គេអញ្ចឹងខ្ញុំយកប៉ុណ្នេះអូខេអញ្ចឹងបងប្អូនឃើញថាវាឃើញយើងមាន4វីដេអូ1 2 3 4 4វីដេអូ compilation អស់ចិត្តនៅថែមមួយទៀតអីថែមមួយទៀតមកនេះ funny cat កាត់វាបន្តិចមកកុំឲ្យជាប់នេះអីគេមើលវាឲ្យស្អាតទៅអស់ចិត្តនៅ5វីដេអូអស់ចិត្តទេតោះចង់ដាក់រូបភាពខ្លួនឯងឲ្យគេ subscribe ចុងក្រោយអីនេះ add photo to project នេះមានវីដេអូឲ្យខ្លះណា upload អីមកអញ្ចឹងមកយើង upload រូបភាពណាមួយយើងគិតថាអូវីដេអូណាដែលមកថាយើងមាននេះឧទាហរណ៍ថាយើងចង់ដាក់រូបភាពនេះឲ្យគេ subscribe វីដេអូរបស់យើងឃើញចេញហើយយើងដាក់នេះមកនេះ5វិនាទីចុងក្រោយហ្នឹងយើងចង់អូសឲ្យវែងនេះវែងមកណាអាហ្នឹងគឺជារូបភាពឲ្យគេ subscribe ពេលចុងក្រោយវីដេអូអញ្ចឹងពេលដែលគេមើលវីដេអូហ្នឹងគេ subscribe ណាអូខេបានហើយយើងបានវីដេអូមួយហើយយើងដាក់ចំណងជើងវាតិចទៅ cute cat compilation 2016 cat video most satisfying and most satisfying cute cat video compilation 2016ខ្ញុំដាក់អញ្ចឹងវាថាវីដេអូនឹងលើសពី15នាទីប្រហែលជាខ្ញុំអត់បាន verify ឬយ៉ាងម៉េចទេបានវាឲ្យដាក់លើសពី15នាទីអញ្ចឹងខ្ញុំប្រូមេតិចអូខេប្រូបន្តិចទៅកុំវែងពេកហើយជា account នេះខ្ញុំអត់បាន verify វាទៅ
bạn chỉ việc ở đảo về chẳng nhầm buồn ngồi về chè nè nó vốn anh đặt music ấy cái này ấy cho anhคนanh bàn tiền phần tay anh ấy viên music rap trong chờ này ha cái này những ai đặtเอาវាច្បាស់ឲ្យវាលឺជាងមុនឬក៏យឺតជាងមុនអីបាននេះណា contrast ហើយនឹង brightness ខ្ញុំអត់ចង់ធ្វើអីច្រើនទៀតទេប៉ុណ្ណឹងព្រោះខ្ញុំអត់សូវមានពេលខ្ញុំគ្រាន់តែ edit ឲ្យបងប្អូនមើលបងប្អូនអាចកាត់តំបន់ណាដាក់អីស្រេចចិត្តតាមអំពើចិត្តរបស់បងប្អូនចង់បានវីដេអូហ្នឹងអញ្ចឹងយើង create វីដេអូហ្នឹងអូខេ create បានហើយវាប្រាប់យើងថារងចាំបន្តិចវាកំពុងវីដេអូ edit ហ្នឹងកំពុងតែ process come back again នៅពេលបន្តិចទៀតណា we are processing this video check back later ណាអញ្ចឹងចាំតិចទៀតយើងចូលមកមើលតើវីដេអូហ្នឹងវា live អត់ហើយវាជាប់ license យ៉ាងម៉េចអីយ៉ាងម៉េចដែរយើងចូលទៅមើលទាំងអស់គ្នាណាអញ្ចឹងនៅពេលដែលយើងចូលទៅមើលយើងចូលមើលក្នុង live channel វាអត់ទាន់ចេញមកទេយើងចូលទៅក្នុងវីដេអូ manager នៅក្នុងវីដេអូ manager គឺវាមានវីដេអូមួយកំពុងតែ process ឃើញទេ preparing upload នេះគឺវាកំពុងតែ process ឲ្យយើងមិនបាច់ចាំ upload ពី database យើង edit នៅក្នុងរបស់វាយើងដាក់ក្នុងរបស់វា process ឲ្យយើងចប់ហើយប៉ុណ្ណឹង2 10នាទីវីដេអូនេះអូខេខ្ញុំសូមចូលទៅមើលតើ account របស់ខ្ញុំហ្នឹងវា verify ឬអត់បានជាវាអូអត់ទាន់បាន verify លេខទូរស័ព្ទអញ្ចឹងវាឲ្យលើសពី15នាទីទេអញ្ចឹងមិញខ្ញុំដាក់12នាទីអីណាដោយសារខ្ញុំមាន account ច្រើនពេកណាអូខេវីដេអូ Fast and Furious នេះនឹងអាប់ឡូតតាំងពីពេលណាមកហើយតាំងពីឆ្នាំណាមកទេខ្ញុំមិនដឹងទេคลิกបាត់ហើយមិនដឹងអ្នកណាជាអ្នកអាប់ឡូតផងអូខេចប់ហើយគឺវាងាយយ៉ាងហ្នឹងឯងសម្រាប់បងប្អូនអាចយកវីដេអូនឹងទៅប្រើប្រាស់ហើយខ្ញុំពេលដែលវា live គឺវា live នេះខ្ញុំលុបមិនលុបទេ Fast Furious ហ្នឹងនេះ most satisfying shoot cat video compilation 2016ណាដល់ពេលវា process ហើយគឺវាចេញហើយវា live វីដេអូឲ្យយើងបើកមើលទៅឃើញវីដេអូនឹងលេងនេះវានឹងឃើញវីដេអូនឹងអញ្ចឹងមកហើយប៉ុន្តែវាប្រាប់ថាវាកំពុងតែ process នេះ most satisfying video compilation 2016នេះវីដេអូកំពុងតែ process យើងមិនបាច់ចាំមិនទាន់នេះវាអី10% ហើយនៅសល់ 90% ទៀតចាំតិចទៀតខ្ញុំត្រឡប់មកវិញឲ្យបងប្អូនមើលវីដេអូហ្នឹងតើវាបានដូចចិត្តឬអត់ណាហើយនៅក្នុងនេះវាចេញ standard YouTube license ឲ្យយើងតែម្ដង film and animation how you creative using YouTube video editor created using YouTube video editor វាប្រាប់ថាវីដេអូហ្នឹងបង្កើតដោយប្រើប្រាស់ YouTube video editor source video view attribution ពេលដែលយើងចុច view attribution នេះគឺវានឹងប្រាប់ថាvideo attribution យើងទាញមកពីវីដេអូទាំង5នេះអាហ្នឹងគឺជា license របស់គេដែលយើងជាប់មកអញ្ចឹងយើងអាចលាក់បានទេតទៅពេលបង្កើតវីដេអូក្នុងហ្នឹងគឺ source video វាមាន CC ក្នុងហ្នឹងតែម្ដងណាយើងអាច edit បានយើងអាច edit និយាយទៅយើងអាច edit កន្លែងនេះបានយើង edit ដាក់ឈ្មោះនេះរបស់យើងមកដាក់ bla 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 description របស់យើងមកណាតែខ្ញុំអត់ចង់ edit ទេដើម្បីកុំឲ្យយូរអញ្ចឹងដាក់តែប៉ុណ្្នឹងទៅអូខេ27% ហើយបងប្អូនអាចចំណាយពេលបន្តិចទៅកន្លែងណាអ៊ីនធឺណិតរៀងលឿនគ្រាន់បើទៅហើយអង្គុយ edit ទាញយកវីដេអូទៅមិនមែនមានតែ shoot cat ទេមានដូចជា file compilation girl file girl file មាន quatch on CCTV quatch on cam មាន most satisfying video មាន football soccer best shoot អីមាន dog training មាន weight loss មានលាក់នឹងលាក់រាប់អស់ទេអញ្ចឹងបងប្អូនចូលទៅមើលខ្លួនឯងទៅ CC ហ្នឹងមានlife hack មានអីវាច្រើនណាស់បងប្អូនអាចប្រើបានអញ្ចឹងខ្ញុំសូម post វីដេអូហ្នឹងបន្តិចកុំឲ្យវាធំពេកដើម្បីឲ្យតិចទៀតខ្ញុំត្រឡប់មកវិញដើម្បីមើលថាវីដេអូហ្នឹង live អត់
okនេះវាថាវីដេអូហ្នឹងគឺរួចរាល់ហើយគឺបាន publish ហើយខ្ញុំ refresh page នេះបន្តិចអូខេយើងចូលទៅមើលបន្តិចមើលតើវីដេអូហ្នឹងវា live ហើយមិននៅបាទនេះឃើញវីដេអូ live ហើយណាខ្ញុំចូលទៅមើល quality វាបន្តិចវានៅ auto ឡើយវាអត់ទាន់ convert ឲ្យទេអញ្ចឹងយើងចូលទៅ edit បន្តិចព្រោះពេលដែលយើង edit យើងអាចថែមថយបានយើងអាចជ្រើសរើស thumbnail នេះវា process អត់ទាន់ចប់អីឲ្យតែម្ដងទេដោយសារតែនេះ most satisfying video ចេះមកដាក់ជា take ឲ្យវាតិចទៅ should cat video should cat អញ្ចឹងទៅចឹងដាក់ take ឲ្យ playlist វាអត់មានទេយើងបង្កើត playlist ឲ្យវាទៅបង្កើតទៅក៏អីដែរចឹងខ្ញុំ save ម្ដងទៀតព្រោះវាអត់ទាន់ចាប់ thumbnail ចាប់អីនេះព្រោះវាកំពុងតែ process អត់ចប់ណាហើយចាំមើលខ្ញុំ refresh ឲ្យមើលតិច reload បន្តិចអូខេអញ្ចឹងយើងឃើញថាវីដេអូហ្នឹងវា live មេរៀនរបស់យើងក៏បានចប់ប៉ុណ្្នឹងដែរសូមជំរាបថាគឺវាមានប្រយោជន៍ណាស់សម្រាប់បងប្អូនណាការកាត់តវីដេអូ Common Creative នេះបើបងប្អូនចេះប្រើប្រាស់វាគឺអាចຕົកនៅលើ channel របស់យើងមួយជីវិតបានហើយនេះវាមាន license នៅនឹងដាក់ស្រាប់ហ្មងយើងមិនបាច់ចាំធ្វើអីយើងដាក់ description ហើយនឹង title ហើយនឹង tag គឺបានចប់តែម្ដងបងប្អូនអាចយកវីដេអូអញ្ចឹងទៅដាក់នៅក្នុង Tube Link ឲ្យវាមាន popular វីដេអូដែលយើង upload 10ទាំង50វីដេអូហ្នឹងគឺយើងនឹង remove ចោលហើយថ្ងៃក្រោយយើងអត់ຕົកទេដើម្បីកុំឲ្យមានបញ្ហាលើ channel សូម្បីតែ 1% ក៏យើងអត់ចង់ឲ្យមានបញ្ហាដែរប៉ុន្តែសម្រាប់វីដេអូ Common Creative គឺយើងអាចដាក់មួយជីវិតបានណាអូខេយើងចូលនេះមើលម្ដងទៀតវា process ដល់ហើយអូខេចេញមកហើយនេះយើងប្រហែលជាយើងយករូបនេះក៏បានរូបនេះក៏បានខ្ញុំយករូបទី3នេះចុះព្រោះវាទៅវាស្អាតដែរខ្ញុំ save ហើយខ្ញុំចូលទៅមើលនៅក្នុង my channel វាចេញមកហើយខ្ញុំគិតថាវាចេញមកហើយនេះចេញមកហើយឃើញទេបាន2 view ទៅវីដេអូហ្មងវីដេអូ12នាទីសម្រាប់ឲ្យយើង compare ហើយយើងយកទៅប្រើប្រាស់លើ Facebook ក៏ដោយលើអីក៏ដោយហើយយើងយកទៅ share លើ Facebook share នៅក្នុងអីហ្នឹងដើម្បីឲ្យវាមាន popular ឲ្យយើងអញ្ចឹងដំណើរការទៅវែងឆ្ងាយល្អវីដេអូហ្នឹងមេរៀននឹងសូមចប់ហើយបងប្អូនខ្ញុំគិតថាมันមានអីចម្ងល់អីច្រើនទេសម្រាប់វីដេអូទាំងអស់ហ្នឹងដែលយើងអាចប្រើបានដោយសារវាគេផ្ដល់សិទ្ធឲ្យយើងប្រើហើយបងប្អូនចូលទៅមើលលេងខ្លួនឯងទៅណាកុំតន់អាស៊ូអីច្រើនចូលទៅលេងហើយចម្លើយគឺឆ្លើយតែឯងអូខេបង្កើតវីដេអូហ្នឹងទៅចង់ធ្វើអំពីអីដាក់នៅក្នុង channel របស់យើងដាក់នៅក្នុង compilation video នៅក្នុង playlist compilation ទៅហើយយកទៅលេងក្នុង Tube Link ថ្ងៃក្រោយវា popular ច្រើនទៅវីដេអូល្អទៅយើងដាក់វីដេអូខ្លួនឯងម្ដងបន្ទាប់ពីមេរៀននេះខ្ញុំនឹងបង្រៀនវីដេអូបង្រៀនបង្កើតវីដេអូខ្លួនឯងផលិតវីដេអូដោយខ្លួនឯងដោយប្រើយើងចូលទៅ nick live hack មុនគេណាហើយយើងចង់ឃើញភាពជោគជ័យនៅទាំង live hack viral video ហើយនឹងទាំង keyword អីផ្សេងទៀតមេរៀននៅមានប្រមាណសំខាន់ទៀតយើងរៀនតអស់ហើយយើងចាប់ដើមធ្វើសំខាន់គឺចេញលទ្ធផលណា